រឿងកណ្ដឹងលង្ហិនដ៏អាចកំបាំងនៅក្នុងក្រុងសៀមរាបមានផ្ទះឈើបុរាណមួយខ្នងដែលគេបោះបង់ចោលយូរឆ្នាំមកហើយម្ចាស់ផ្ទះដើមគឺជាអ្នកលេងភ្លេងខ្មែរបុរាណម្នាក់ដែលបានស្លាប់ដោយសារតែរឿងទំនាស់ស្នេហានៅមុខទ្វារផ្ទះនោះមានព្យួរកណ្ដឹងលង្ហិនមួយដែលមើលទៅចាស់គំរិលនិងមានស្នាមប្រឡាក់ពណ៌ខ្មៅសិតជាបុគ្គលិកហាងលក់វត្ថុអនុស្សាវរីយ៍មួយរូបបានសម្រេចចិត្តចូលទៅក្នុងផ្ទះនោះដើម្បីស្វែងរកវត្ថុបុរាណយកមកលក់ពេលគេដើរចូលទៅដល់មុខទ្វារគេក៏បានឃើញកណ្ដឹងនោះដោយសារតែចង់បានគេក៏សម្រេចចិត្តដោះវាយកមកផ្ទះចាប់ពីពេលដែលសិតយកកណ្ដឹងនោះមកដល់ផ្ទះភាពចម្លែកក៏ចាប់ផ្ដើមជារៀងរាល់យប់គេតែងតែឮសំឡេងក្រឹងលាន់ឡើងទោះបីជាគ្មានខ្យល់បក់ក៏ដោយយប់ទី3បន្ទាប់ពីយកកណ្ដឹងមកសិតបានភ្ញាក់ពីដេកដោយសារសំឡេងតន្ត្រីពិណពាទ្យដ៏រងំគេគិតថាប្រហែលជាអ្នកជិតខាងរៀបការប៉ុន្តែនៅពេលគេបើកបង្អួចមើលគឺគ្មានអ្វីទាំងអស់សំឡេងនោះកាន់តែខ្លាំងឡើងរហូតដល់គេមានអារម្មណ៍ថាវាចេញមកពីក្នុងបន្ទប់ដេករបស់គេសិតងាកមើលទៅទុកដាក់កណ្ដឹងនោះកណ្ដឹងលង្ហិនកំពុងតែរំញ័រដោយខ្លួនឯងស្រាប់តែមានស្រមោលមនុស្សស្រីម្នាក់ស្លៀកឈុតរបាំបុរាណលេចឡើងនៅក្បែរតុនោះនាងមានមុខមាត់ស្រស់ស្អាតប៉ុន្តែភ្នែករបស់នាងហាក់ដូចជាមានទឹកភ្នែកហូរជានិច្ចនាងបានរាំយ៉ាងយឺតតាមសំឡេងតន្ត្រីដែលគ្មានរូបភាពសិតញ័រខ្លួនរន្ធត់គេចង់រត់ចេញពីបន្ទប់ប៉ុន្តែជើងរបស់គេហាក់ដូចជាត្រូវអ្វីម្យ៉ាងអូសទាញមិនឲ្យកម្រើកតាមរយៈការនិមិត្តដែលសិតទទួលបានគេបានឃើញរឿងរ៉ាវក្នុងអតីតកាលនារីរបានោះមានឈ្មោះថារតនានាងត្រូវបានគេចោទប្រកាន់ថាលួចមានសហាយស្មន់ជាមួយកូនប្រុសម្ចាស់ផ្ទះទាំងដែលនាងជាមនុស្សស្មោះត្រង់ម្ចាស់ផ្ទះបានធ្វើទារុណកម្មនាងរហូតដល់ស្លាប់ហើយយកសាកសពនាងទៅកប់នៅក្រោមផ្ទះនោះរួចព្យួរកណ្ដឹងលង្ហិននោះដើម្បីឲ្យគេជួយរកឆ្អឹងនាងយកទៅធ្វើបុណ្យសិតយល់ពីកំហុសរបស់ខ្លួនគេដឹងថាការយកកណ្ដឹងនោះមកមិនមែនជាសំណាងទេតែជាបេសកកម្មគេបានទៅរកព្រះសង្ឃមួយអង្គដើម្បីឲ្យជួយព្រះសង្ឃបានប្រាប់ថាបើចង់ឲ្យនាងទៅកាន់សុគតិភពឯងត្រូវយកកណ្ដឹងនេះទៅដាក់កន្លែងដើមវិញហើយជីករកឆ្អឹងនាងនៅក្រោមផ្ទះនោះយកមកធ្វើបុណ្យតាមប្រពៃណីសិតរួមជាមួយអ្នកភូមិមួយចំនួនបានទៅជីកដីនៅក្រោមផ្ទះចាស់នោះពួកគេបានប្រទះឃើញឆ្អឹងមនុស្សពិតមែនពួកគេបានធ្វើបុណ្យឧទ្ទិសកុសលយ៉ាងធំដុំខណៈពេលដែលព្រះសង្ឃកំពុងសូត្រធម៌សិតបានដាក់កណ្ដឹងនោះត្រឡប់ទៅកន្លែងដើមវិញសំឡេងកណ្ដឹងបានបន្លឺឡើងមួយដងយ៉ាងខ្លាំងគ្រីងរួចក៏ស្ងាត់ឈឹងស្រមោលនារីរបាំបានលេចឡើងជាលើកចុងក្រោយនាងបានញញឹមដាក់សិតដោយក្តីដឹងគុណរួចក៏រលាយទៅជាផ្សែងបាត់ទៅ